បាទលោកនាងកញ្ញាជាទីមេត្រីតេតតងនឹងប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឆ្លើយតបនឹងការរិះគន់ថាលោកកំពុងដឹកនាំប្រទេសបែបផ្ដាច់ការនិងតវងតកោនោះបាទឥឡូវនេះយើងនឹងអញ្ជើញលោកកឹមសុខអ្នកវិភាគសង្គមមកបកស្រាយបន្ថែមបន្តិចទៀតពាក់ព័ន្ធនឹងថាតើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះគ្មានបំណងដឹកនាំប្រទេសបែបផ្ដាច់ការមិនឲ្យដូចកូរ៉េខាងជើងដែរឬក៏យ៉ាងណាហើយថាតើលោកនាយករដ្ឋមន្ត្រីកើតទុកមិនសុខចិត្តយ៉ាងម៉េចនៅចំពោះដែលពួកគាត់ដាក់ជាសំណួរថាគ្រាន់តែហ៊ុនម៉ាណែតជាកូននាយករដ្ឋមន្ត្រីហ៊ុនសែនហេតុអីក៏ត្រូវដកសិទ្ធិហ៊ុនម៉ាណែតមិនឲ្យប្រឡូកចូលក្នុងឆាកនយោបាយហើយមានសិទ្ធិចូលឈ្មោះនាយករដ្ឋមន្ត្រីជាដើមនោះបាទឥឡូវនេះឃើញលោកកឹមសុខឡើងមកហើយខ្ញុំបាទសូមជម្រាបសួរលោកកឹមសុខបាទជម្រាបសួរលោកសេចបាទបាទតើលោកកឹមសុខជឿប្រព័ន្ធម៉ានចំពោះការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃនេះថាលោកមិនដឹកនាំប្រទេសបែបផ្ដាច់ការមិនតវងតកូលទេក៏ប៉ុន្តែលោកដាក់សំណួរថាហេតុអីបានហ៊ុនម៉ាណែតគ្រាន់តែជាកូនរបស់លោកកូននាយករដ្ឋមន្ត្រីត្រូវដកសិទ្ធិពលរដ្ឋហ៊ុនម៉ាណែតនឹងមិនឲ្យប្រឡូកក្នុងឆាកនយោបាយមិនឲ្យចូលឈ្មោះមិនឲ្យខ្លាយជានាយករដ្ឋមន្ត្រីទៅក្រៅនោះបាទលោកកឹមសុខមានយោបល់យ៉ាងម៉េចដែរចំពោះបញ្ហានេះគ្មាននរណាសិទ្ធិលោកហ៊ុនម៉ាណែតមិនឲ្យចូលធ្វើនយោបាយទេក៏ប៉ុន្តែយើងមិនអាចបណ្ដោយតាមលោកហ៊ុនសែនឲ្យលោកហ៊ុនម៉ាណែតដឹកនាំតាមរបៀបដែលគាត់ទទួលមរតកកុម្មុយនីសផ្ដាច់ការពីឪពុករបស់គាត់នោះទេពីព្រោះនេះវាធ្វើឲ្យគ្រោះថ្នាក់ជាតិដោយសារតែមរតកដែលលោកហ៊ុនសែនផ្ទេរទៅឲ្យលោកហ៊ុនម៉ាណែតគ្មានអ្វីក្រៅតែពី3យ៉ាងសំខាន់ម្យ៉ាងទី1ប្រើកម្លាំងប្លន់អំណាចម្យ៉ាងទី2ប្រើរូបភាពម៉ាហ្វីយ៉ាប្រមូលលុយដើម្បីជ្រោមជ្រែងអំណាចនិងម្យ៉ាងទី3គឺនៅតែធ្វើជាអាយ៉ងរបស់វៀតណាមដើម្បីរក្សាអំណាចគ្មាននរណាទៅបិទសិទ្ធិហ៊ុនម៉ាណែតមិនឲ្យធ្វើជាអ្នកនយោបាយឬក៏ប្រកួតប្រជែងនយោបាយទេក៏ប៉ុន្តែទាល់តែធ្វើជាអ្នកនយោបាយដែលមានការប្រកួតប្រជែងត្រឹមត្រូវកុំធ្វើតាមមរតកកុម្មុយនីសអំណាចផ្ដាច់ការដែលឪពុកលើកឲ្យនឹងវាគ្រោះថ្នាក់ដល់ជាតិមែនទែនទៅគេមិនខ្លាចហ៊ុនម៉ាណែតទេអត់មានអ្នកណាខ្លាចហ៊ុនម៉ាណែតទេក៏ប៉ុន្តែគេបារម្ភថាកាលណាលោកហ៊ុនម៉ាណែតអនុវត្តនៅមរតកពីឪគាត់ទៅកូនគាត់ធ្វើឲ្យគ្រោះថ្នាក់ជាតិកាន់តែធ្ងន់ធ្ងរបាទអរគុណចំណុចមួយទៀតនឹងតេតូនថាគ្មាននរណាខ្លាចហ៊ុនម៉ាណែតទេនឹងហើយបើសិនជាមិនខ្លាចហ៊ុនម៉ាណែតហើយកន្លងមកក៏ធ្លាប់មានការរិះគន់ទាំងអ្នកវិភាគសង្គមអ្នកនយោបាយគណៈបកប្រឆាំងក៏ថារិះគន់ទៅបេក្ខភាពនាយករដ្ឋមន្ត្រីស្នងតកូលពីលោកហ៊ុនសែននោះហ៊ុនម៉ាណែតគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការខ្លាចជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតវងតកូលនោះទេលោកហ៊ុនសែនបានដាក់ជាសំណួរថាបើសិនជាថាហ៊ុនម៉ាណែតមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសហើយការប្រកួតប្រជែងការបោះឆ្នោតនោះហ៊ុនម៉ាណែតនឹងគ្មានលទ្ធភាពយកសម្លេងគ្រប់គ្រងបានចុះហេតុអីមិននាំគ្នាអង្គុយអសบายទៅនៅពេលដែលហ៊ុនម៉ាណែតគ្មានសមត្ថភាពប្រកួតប្រជែងជាមួយនឹងគណៈបកដទៃទៀតមិនអាចទាញយកសម្លេងឆ្នោតប្រជាប្រិយភាពប្រជាពលរដ្ឋបាននោះហេតុអីមិនដេកអទៅមកអង្គុយដេកភ័យហើយចាំទៅរិះគន់អំពីបញ្ហានេះទៅវិញលោកកឹមសុខយល់មិនដែរចំពោះបញ្ហានេះអត់មាននរណាដេកភ័យនឹងហ៊ុនម៉ាណែតទេប្រសិនបើលោកហ៊ុនសែនបើកឱកាសឲ្យមានការប្រកួតប្រជែងត្រឹមត្រូវក៏ប៉ុន្តែគេមិនអាចចាក់បណ្ដោយតាមលោកហ៊ុនសែនដែលលើកលោកហ៊ុនម៉ាណែតបានដោយខ្ញុំបញ្ជាក់ឲ្យបាយមិញអញ្ចឹងដោយសារមរតកដែលលោកហ៊ុនម៉ាណែតទទួលបានពីលោកហ៊ុនសែនគឺជាក្បាច់គុណកុម្មុយនីសអំណាចផ្ដាច់ការដែលប្រើតែអាវុធដើម្បីប្លន់អំណាចប្រើតែវិធី mafia ដើម្បីប្រមូលលុយទប់អំណាចហើយនឹងធ្វើអាយ៉ងវៀតណាមនេះជាការបារម្ភរបស់យើងខ្ញុំទាំងអស់គ្នាមិនមែនខ្លាចហ៊ុនម៉ាណែតទេហើយហ៊ុនម៉ាណែតនេះគឺឡើងកាន់អំណាចប្រសិនបើលទ្ធភាពនោះអាចទៅរួចហើយពិតជាមានភាគរយខ្ពស់ក្នុងការដែលឡើងកាន់អំណាចនោះមែនគឺដោយកូរ៉េខាងជើងសុទ្ធសាធលោកហ៊ុនសែនមិនចាំបាច់ប្រកែកទេទី1គឺដោយសារតែសូម្បីតែក្នុងផ្ទៃក្នុងបកអត់មានអ្នកប្រកួតប្រជែងទេបេក្ខជនតែម្នាក់កុម្មុយនីសបេក្ខជនតែម្នាក់ទេហើយទី2ប្រើអំណាចនយោបាយរបស់ឪពុកដើម្បីសម្លុតផ្ទៃក្នុងតែមួយខែទេថ្ងៃទី2ខែធ្នូលោកហ៊ុនសែនប្រកាសថាអាហ៊ានមើលគាត់គ្រប់គ្រងកូនគាត់ដល់ថ្ងៃទី24ខែធ្នូឆ្នាំ2021ទើបមានការសម្រួលឲ្យលោកហ៊ុនម៉ាណែតធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាជនកម្ពុជានៅថ្ងៃអនាគតហើយទី3ប្រើកម្លាំងកងទ័ពសង្កត់ខ្ញុំចាំច្បាស់ណាស់ថ្ងៃទី29ខែធ្នូឆ្នាំ2021លោកហ៊ុនសែនថាអ្នកណាដែលមិនស្ដាប់បញ្ជារបស់គាត់ឬក៏ចង់ធ្វើជាកងទ័ពអព្យាក្រឹតគាត់ត្រូវតែគំតិចមានន័យថាប្រើអំណាចអាវុធកងទ័ពដើម្បីសម្លុតអ្នកដទៃហើយលើកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីណាហើយទី4បិទការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងផ្ទៃក្នុងជាតិអត់មានបើកចំហក្នុងការបោះឆ្នោតត្រឹមត្រូវ
នៅកម្ពុជាទេឆ្នាំ2023នោះរំលាយគេហើយបិទសិទ្ធិសេរីភាពនយោបាយរបស់គេអ្នកផ្សេងហើយកុំថាឡើយបិទអ្នកចំនួនមុនដូចជាលោកសំរងស៊ីលោកកឹមសុខាសូម្បីតែអ្នកចំនួនក្រោយដែលមានសេចក្តីក្លាហានក្នុងការតស៊ូនយោបាយប្រកួតប្រជែងហ្នឹងក៏អត់ហ៊ានបើកឱកាសឲ្យគេដែរម្ល៉េះហើយអត់មានចំណុចត្រង់ណាដែលថាលោកហ៊ុនម៉ាណែតដែលទទួលមរតកពីលោកហ៊ុនសែនហ្នឹងខុសពីរបៀបផ្ទៃអំណាចនៅកូរ៉េខាងជើងទេគឺដូចគ្នាតែម្ដងបាទចំណុចមួយទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហាក់បីដូចជាថ្លែងឌឺទៅដល់អ្នករិះគន់ទាំងឡាយផងថាបើសិនជារិះគន់កាន់តែខ្លាំងលោកកាន់តែឌឺលោកកាន់តែធ្វើឲ្យរឿងនេះកាន់តែឆាប់ចំពោះការថ្លែងរបស់លោកហ៊ុនសែនយ៉ាងអញ្ចឹងតើវាឆ្លុះបញ្ចាំងឲ្យឃើញក្នុងសង្គមថ្នាក់ដឹកនាំសង្គមនយោបាយកម្ពុជាមានស្ថិតនៅក្នុងរបបយ៉ាងម៉េចទៅលោកគឹមសុខបាទជារបបនៃការប្រើកម្លាំងទាំងអំណាចនយោបាយនិងអំណាចកងទ័ពក្នុងការសម្លុតមិនមែនត្រឹមតែឌឺអ្នកវិភាគអ្នកប្រឆាំងទេក៏ប៉ុន្តែមែនតែទៅទឹកដៅសំខាន់របស់គាត់គឺសម្លុតផ្ទៃក្នុងរបស់គាត់ផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាប្រសិនបើផ្ទៃក្នុងនោះកាន់តែឌឺដងកាន់តែប្រឆាំងគឺគាត់កាន់តែធ្វើឲ្យលឿនដើម្បីលើកលោកហ៊ុនម៉ាណែតធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីគាត់ហើយនេះមិនមែនជារបៀបនៃការប្រកួតប្រជែងជ្រុះរើសដោយសម្លេងប្រជាពលរដ្ឋអីនោះទេបងប្អូនពិចារណាប្រសិនបើដោយប្រជាធិបតេយ្យត្រឹមត្រូវសមរម្យដែលអាចទទួលយកបានណាធ្វើប្រជាមតិមើលពីព្រោះប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាធំហើយលោកហ៊ុនសែនតែនិយាយថាប្រជាធិបតេយ្យបែបកម្ពុជាបើប្រជាពលរដ្ឋជាធំមានន័យថាសួរប្រជាពលរដ្ឋខ្មែរបើសិនបើប្រជាធិបតេយ្យបែបកម្ពុជាដូចនៅអាមេរិកអញ្ចឹងណាប្រជាធិបតេយ្យនៅអាមេរិកសួរប្រជាពលរដ្ឋអាមេរិកពេញចិត្តឬអត់ប្រជាធិបតេយ្យនៅបារាំងសួរប្រជាពលរដ្ឋបារាំងពេញចិត្តឬអត់វាអត់មានទម្រង់ដូចគ្នាបេះបិទទេក៏ប៉ុន្តែពលរដ្ឋជាធំអញ្ចឹងប្រជាធិបតេយ្យកម្ពុជាសួរប្រជាពលរដ្ឋមើលតើប្រជាពលរដ្ឋខ្មែរប្រមាណភាគរយដែលពេញចិត្តនេះមួយទី2និយាយអំពីប្រជាធិបតេយ្យយ៉ាងម៉េចសូម្បីតែលោកហ៊ុនសែនបច្ចុប្បន្នហ្នឹងទៅណាមកណាធ្វើវេទិកាសាធារណៈអត់ទាំងមិនឲ្យប្រជាពលរដ្ឋអង្គុយស្ដាប់បែកញើសក្តៅប៉ុន្តែអត់ហ៊ានធ្វើសមាជជាតិដើម្បីបើកឲ្យប្រជាពលរដ្ឋតវ៉ាឬក៏និយាយអំពីកង្វល់របស់ប្រជាពលរដ្ឋតាក់ទងទៅនឹងបញ្ហាសង្គមជាតិផងណាឲ្យប្រជាពលរដ្ឋអង្គុយស្ដាប់គាត់បបាច់បបោចរាប់ម៉ោងអត់បានការណាដូច្នេះហើយលោកសានគ្រាន់តែរឿងដែលតាធំមនុញចាស់រឿងទូទៅមួយមិនហ៊ានធ្វើផងកុំអួតថាការលើកអំណាចឲ្យលោកហ៊ុនម៉ាណែតកូនប្រុសរបស់គាត់នោះតាមបែបប្រជាធិបតេយ្យឲ្យសោះបោកគេបន្ថែមទៀតហើយបន្តបោកគេរបៀបនេះគឺមិនអាចជោគជ័យបានទេហើយអំណាចរបស់លោកហ៊ុនម៉ាណែតគឺត្រូវប្រឈមខ្លាំងចំណុចមួយទៀតបើសិនជាបេក្ខភាពនាយករដ្ឋមន្ត្រីគឺលោកហ៊ុនម៉ាណែតកូនប្រុសច្បងរបស់លោកហ៊ុនសែនដដែលចុះក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបើកឲ្យមានការបោះឆ្នោតប្រកួតប្រជែងមួយដោយសេរីត្រឹមត្រូវនយោបាយធម៌ដែលធ្វើឲ្យគ្រប់ភាគីទាំងជាតិនិងអន្តរជាតិទទួលយកបាននោះតើបេក្ខភាពនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនេះអាចឲ្យសាធារណជនទទួលយកបានទេមើលទៅលោកកឹមសុខបើលោកហ៊ុនសែនពិតជាអះអាងថាគាត់គ្រាន់បើហើយកូនគាត់ខ្លាំងមិនខ្លាចនរណាហើយគេរិះគន់ពីព្រោះតែកូនគាត់ខ្លាំងខ្ញុំយល់ឃើញថាបើមានអំណួតដល់ម្លឹងបើការប្រកួតប្រជែងទៅហើយតាមទស្សនៈរបស់ខ្ញុំណាបើការប្រកួតប្រជែងដោយយុត្តិធម៌ត្រឹមត្រូវដោយការបោះឆ្នោតសម័យអ៊ុនតាក់ទាំងរបៀបនៃការចាត់ចែងការបោះឆ្នោតទាំងការចែកកៅអីសភាជាដើមខ្ញុំគិតថាគណៈបកប្រជាជនកម្ពុជាទោះបីជាខំបណ្ណាមិនបានលើសពី50កៅអីទេហើយបានតែប៉ុណ្្នឹងតាមទស្សនៈរបស់ខ្ញុំគណៈបកប្រជាជនកម្ពុជានឹងប៉ើងហើយអាចរលំមិនត្រឹមតែរក្សាអំណាចមិនបានទេប៉ុន្តែបកនេះបើផ្ទេរឲ្យហ៊ុនម៉ាណែតដោយហ៊ានប្រកួតប្រជែងត្រឹមត្រូវគឺច្បាស់ជារលំអញ្ចឹងហើយបានជាលោកហ៊ុនសែនគាត់បានបញ្ជាក់នៅក្នុងសន្ទរកថារបស់គាត់ជាច្រើនដងគាត់ថាលើកអំណាចឲ្យហ៊ុនម៉ាណែតហើយប្រកួតប្រជែងត្រឹមត្រូវរលំនឹងហើយទៅគាត់ឲ្យលោកហ៊ុនម៉ាណែតធ្វើជានាយករដ្ឋមន្ត្រីហើយគាត់នៅធ្វើជាប្រធានគណៈបកប្រជាជនកម្ពុជាទៀតណាគឺធ្វើដើម្បីគម្រាមកំហែងផ្ទៃក្នុងធ្វើដើម្បីកាងអំណាចពីក្រោយហើយមែនទេទៅហ៊ុនម៉ាណែតគ្រាន់តែជានាយករដ្ឋមន្ត្រីទីម៉ោងទេឪពុករបស់គាត់ទៅជានាយករដ្ឋមន្ត្រីពិតប្រាកដដែលកាន់តួនាទីជាប្រធានបកនោះបើទោះបីជាគាត់ចោះចេញពីតំណែងនាយករដ្ឋមន្ត្រីក៏ដោយបាទចង់បានការយកឃើញពីលោកកឹមសុខមួយចំណុចទៀតនៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានប្រឡូយពីក៏បានប្រកាសប្រាប់ដែរថាក្នុងគណៈបកប្រជាជនកម្ពុជាបើអត់លោកគឺហាក់បីដូចជាពិការដូចបាត់ជើងមកខាងអញ្ចឹងតើនៅក្នុងគណៈបកប្រជាជនកម្ពុជាអត់ពីលោកហ៊ុនសែនទៅពិតជាអញ្ចឹងមែនទេលោកកឹមសុខតាមការមើលឃើញគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃនេះប្រសិនបើប្រកួតប្រជែងត្រឹមត្រូវនឹងយុត្តិធម៌បើទោះបីជាមានលោកហ៊ុនសែនឬអត់លោកហ៊ុនសែនក៏មិនអាច
ឈ្នះដឹកនាំប្រទេសបានតែទោះបីជាមានលោកហ៊ុនសែនក៏ដោយដូច្នេះប្រសិនបើអត់ពីលោកហ៊ុនសែនទៅទៀតវារឹតតែបែកកម្លាំងខ្លាំងឡើងនិងច្រើនឡើងម្ល៉េះហើយទើបគណៈបកប្រជាជនកម្ពុជានេះនាំគ្នាផ្សាយផ្សំគ្នាយកចិត្តគ្នាកុំឲ្យមានការបែកបាក់ផ្ទៃក្នុងបើទោះបីជាចំនួនផ្ទៃក្នុងនៅពេលដែលលោកហ៊ុនសែនត្រៀមលើកអំណាចឲ្យលោកហ៊ុនម៉ាណែតនេះក៏ដោយក៏រក្សានៅស្ថានភាពខ្ជុំដាក់គ្នាហើយក៏ដោយតែមិនហ៊ានបែកគ្នាណាទោះបីជាចំណុចដល់កម្រិតដែលគណៈបកប្រជាជនកម្ពុជាឥឡូវនេះណាលោកហ៊ុនសែនធ្វើរហូតទៅដល់ចែងនៅបទបញ្ជាផ្ទៃក្នុងជាសម្ងាត់មួយថាអ្នកណាដែលគណៈបកដេញចេញបើទោះបីជានៅក្នុងក្របខ័ណ្ឌរដ្ឋឬក្របខ័ណ្ឌរដ្ឋាភិបាលសាធារណៈយ៉ាងណាក៏ដោយក៏ត្រូវតែអស់តំណែងនិងអស់អំណាចដែរដូច្នេះវាបង្កើតនៅការមិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងផ្ទៃក្នុងនិងចំនួនដែលมันអាចថយក្រោយបានទេក៏ប៉ុន្តែគ្រាន់តែថាបកនេះដឹងថាកាលណាបែកបាក់គ្នាពួកគេនឹងចាំបែកបាក់គ្នាពួកគេនឹងខ្សោយកម្លាំងហើយអាចរលាយខ្លួនហើយបកប្រជាជនកម្ពុជាណាបើដល់កម្រិតរលាយអត់មានពេលស្ដារមកវិញបានទេអត់មានពេលស្ដារដោយគណៈបកផ្សេងទេរលាយគឺរលាយបាក់រូបតែម្ដងបាទអរគុណឥឡូវចំណុចមួយទៀតតកតងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបដូរការដឹកនាំរបស់លោកមិនដូចជានៅកូរ៉េខាងជើងអីជាដើមអញ្ចឹងក៏ប៉ុន្តែនៅប្រទេសកូរ៉េខាងជើងមានបានន័យថាការស្នងតកូលរបស់ប្រទេសគេនោះមានហើយប្រទេសគេនោះមានទាំងប្រដាប់អាវុធហើយមិនសូវមានដូចអត់មានឃើញប្រទេសណាដែលអាចលូកដៃអន្តរជាតិណាលូកដៃនៅក្នុងកិច្ចការរបស់ដឹកនាំប្រទេសរបស់កូរ៉េខាងជើងនោះផងទេដោយឡែកនៅកម្ពុជាគ្មានអាវុធគ្មានអីហើយកម្ពុជានេះក៏ស្ថិតនៅក្រោមការឃ្លាំមើលរបស់អន្តរជាតិរបស់អង្គការសហប្រជាជាតិអីនិងស្ថាប័នអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិផងដែរតើនៅប្រទេសកម្ពុជាការដែលដឹកនាំប្រទេសបែបតវងតកូលហើយដោយមានការឃ្លាំមើលពីអន្តរជាតិអញ្ចឹងតើអាចបន្តដំណើរតទៅមុខទៀតបានទេហើយកម្ពុជាអាចដឹកនាំដោយលោកហ៊ុនសែនលែងរហូតដល់លោកបាត់បង់ជីវិតអស់មួយជីវិតមកបានទេមើលទៅមេរៀនមួយដែលខ្ញុំចង់ផ្ដាំផ្ញើទៅលោកហ៊ុនម៉ាណែតគឺថាមិនគួរប្រើប្រាស់នៅមរតកកុម្មុយនីសផ្ដាច់ការរបស់ឪពុកពេញដៃពេញជើងដោយវិធីសម្លុតគម្រាមកំហែងបន្តទៀតទេពីព្រោះស្ថានភាពដែលលោកហ៊ុនសែនទៅឲ្យលោកហ៊ុនម៉ាណែតបើទោះបីជាមានរបៀបនិងរបត់ដោយកូរ៉េខាងជើងក្តីប៉ុន្តែលោកហ៊ុនម៉ាណែតត្រូវយល់ថាកម្ពុជាមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យហើយរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនេះវាចងជាប់ដកជាប់នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែររួចជាស្រេចទៅហើយប្រជាពលរដ្ឋខ្មែរទទួលចង់បានប្រជាធិបតេយ្យលោកហ៊ុនម៉ាណែតបាននៅតែក្រាញទទួលមរតកបែបផ្ដាច់ការនឹងតទៅទៀតអាក្បាច់គុណនយោបាយសម្លុតគម្រាមកំហែងនឹងតទៅទៀតប្រជាពលរដ្ឋខ្មែរទទួលយកមិនបានទេបើទោះបីជាឡើងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយហើយបើទោះបីជាអាចសម្លុតប្រជាពលរដ្ឋឲ្យសំងំស្ងាត់មួយរយៈធំក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែទទួលយកមិនបានដដែលកាលណាប្រជាពលរដ្ឋទទួលយកមិនបានកម្លាំងចរន្តហ្នឹងវានឹងជះកម្ដៅមកវិញចំពោះអំណាចរបស់លោកហ៊ុនម៉ាណែតហើយពេលដែលអត់ពីលោកហ៊ុនសែនទៅកម្លាំងកម្ដៅហ្នឹងអាចនឹងលោកហ៊ុនម៉ាណែតទប់មិនបានពីព្រោះស្ថានភាពកម្ពុជាយើងទោះបីជាហ៊ុនសែនទៅហ៊ុនម៉ាណែតប្រើក្បាច់កូរ៉េខាងជើងក៏ដោយហើយកំពុងប្រើយ៉ាងដំណំក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋមានស្មារតីខុសគ្នាពលរដ្ឋខ្មែរនិងពលរដ្ឋកូរ៉េខាងជើងមានស្មារតីខុសគ្នារដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យពលរដ្ឋមានសេរីភាពនៅក្នុងប្រទេសកម្ពុជាបើទោះបីជាលោកហ៊ុនសែនសង្កត់ក៏ពលរដ្ឋបានដឹងរួចជាស្រេចទៅហើយមួយវិញទៀតអំណាចនៃក្រមលោកហ៊ុនសែនមិនខ្លាំងក្លាដូចគីមចុងអ៊ុននៅកូរ៉េខាងជើងទេគីមចុងអ៊ុនបាត់ប្រទេសសម្លុតគ្មាននរណាអាចលូកលាន់បានក៏ប៉ុន្តែក្រមលោកហ៊ុនសែនបាត់ប្រទេសសម្លុតអត់បានទេពីព្រោះសូម្បីតែស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចប្រដាប់ប្រដួសប៉ុណ្ណឹងនៅតែខ្វេះខ្វាចស្វាស្វែងរកជំនួយពីបរទេសដើម្បីចិញ្ចឹមរដ្ឋាភិបាលហើយហ្នឹងដូច្នេះអត់មានកម្លាំងអាវុធកម្លាំងសេដ្ឋកិច្ចមានសក្តានុពលឯណាអាចទប់អំណាចបានទេលោកហ៊ុនម៉ាណែតគួរយល់អំពីមេរៀនទាំងអស់ហ្នឹងដែលគាត់ធ្លាប់សិក្សានៅសហរដ្ឋអាមេរិកមិនគួរណារៀនក្បាច់គុណពីអាមេរិកមកតែប្រតិបត្តិក្បាច់គុណផ្ដាច់ការមរតកសម្រាប់គម្រាមកំហែងរបស់ឪពុកខ្ញុំយល់ឃើញថាពិបាកជោគជ័យខ្លាំងណាស់បាទសូមអរគុណលោកកឹមសុខដែលបានចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ដល់ការផ្សាយរបស់វិទ្យុអសីស្រីសម្រាប់លេខនេះបាទជំរាបលាតែប៉ុណ្្នឹងសិនបាទ